và số sợi tao khné ngày nayខ្ញុំនឹងមកចែកម្លែកអ្នកនរគ្នាតាក់ទងជាមួយនឹងការ color grading ជាមួយនឹង full text ដែលថតចេញពីទូរស័ព្ទដៃ iPhone ដែលយើងថតជា Apple ProRes គឺ Apple Lock ហើយដោយសារមានបងប្រុសម្នាក់គាត់សួរចង់ឲ្យខ្ញុំលំអិតតាក់ទងជាមួយនឹងការ color grading ហ្នឹងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកលំអិតតាក់ទងជាមួយនឹង flow ដែលខ្ញុំធ្វើកន្លងមកតើក្នុងការ color grading ទូរស័ព្ទ full text ដែលថតចេញពីទូរស័ព្ទហ្នឹងខ្ញុំ edit នៅក្នុងអីគេអូខេអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំនឹងធ្វើការ color grading full text ដែលខ្ញុំថតចេញពីទូរស័ព្ទហ្នឹងនៅលើ DaVinci Resolve free version ហើយតាក់ទងជាមួយនឹងការ color grading នេះគឺខ្ញុំមានជា power grade ដែល power grade ហ្នឹងគឺយើងគ្រាន់តែទាញចូលទៅយើងអាចផ្លាស់ប្ដូរ input color space យើងអាចតម្រូវតាម full text ដែលយើងបាន set up setting នៅក្នុងទូរស័ព្ទហ្នឹងគឺយើងមកដូរនៅក្នុងនេះអូខេជាដំបូងយើងមាន full text របស់យើងគឺនេះហើយកន្លែងនេះដំបូងវាអត់ទាន់មានអីអានេះគ្រាន់តែខ្ញុំកែតេស្តលេងទេប៉ុន្តែកន្លែងហ្នឹងខ្ញុំអត់ចង់បង្ហាញអ្នកនរគ្នាទេចាំវីដេអូក្រោយអញ្ចឹងថ្ងៃនេះគឺយើងនឹងទៅធ្វើមួយបែបទៀតនេះអ្នកនរគ្នាអាច click ពី mouse ស្ដាំមកយកកន្លែង import តបមក power grade នេះគឺវាមាន2វាមានកតុយនេះ DRX ហើយនឹង DPX អញ្ចឹងដើម្បីយើង power grade នៅក្នុង DaVinci បានយើងត្រូវយក DRX អញ្ចឹងបន្ទាប់មកយើង select អាហ្នឹងមកយើងយក import ពេលដែល import ហើយអ្នកនរនឹងឃើញនេះទៅពេលដែលយើង select ទៅវានឹង load color ឲ្យអញ្ចឹងហីអញ្ចឹងតែយើងត្រូវធ្វើម៉េចគឺយើងត្រូវ apply grade ពេលដែលវា apply grade ហើយអ្នកនរនឹងឃើញនេះគឺជា node ដែលវាមាននៅក្នុង power grade នឹងស្រាប់អញ្ចឹងវាងាយស្រួលមែនតើវាអត់ចាយពេលវេលាយើងច្រើនណាអ្នកនរគ្នាហើយបើសិនយើង power grade ខ្លួនឯងក៏បានដែរគ្រាន់តែថាខ្ញុំអត់ចង់ចំណាយពេលច្រើនដោយសារតែអានេះខ្ញុំមានស្រាប់យើង set up ហើយអញ្ចឹងណាអញ្ចឹងក្នុងនេះគឺមានទាំងអស់ហ្មងអញ្ចឹងយើងដូរតែ setting គឺត្រូវតែម្ដងហើយសម្រាប់អ្នកដែលគាត់ចង់បានអានេះកុំភ្លេចឆាតមកខ្ញុំមកចាំខ្ញុំនឹងផ្ញើឲ្យអញ្ចឹងតមកយើង click លើអាហ្នឹងតមកនេះ FX អូខេអញ្ចឹងនៅក្នុង color transform នេះគឺ color វាខុសពី setting ទូរស័ព្ទរបស់យើងអញ្ចឹងយើងត្រូវផ្លាស់ប្ដូរអាហ្នឹងតែសូមបញ្ជាក់អ្នកនរគ្នាខ្ញុំមិនមែនជា professional color grading ទេគ្រាន់តែនេះគឺជាកិច្ចការដែលខ្ញុំធ្លាប់ធ្វើកន្លងមកអញ្ចឹងណាហើយមិនមែនជា professional អីទេគ្រាន់តែបានមកកែធម្មតាអញ្ចឹងណាអ្នកនរគ្នានឹងឃើញពាក្យថា Apple Lock 2អញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវដូរទៅ Apple ហើយកន្លែងនេះគឺដូរទៅជា Apple Lock វាឃើញលទ្ធផលបែបនេះអញ្ចឹងបន្តមកទៀតចូលទៅដល់កន្លែង exposure កន្លែង exposure នេះឃើញរូបភាពរបស់យើងវារៀងងឹតតិចអញ្ចឹងយើងអាចតម្លើងពលឺមកល្មមអ្នកនរគ្នាចូលចិត្តមកអូខេខ្ញុំសូមរៀងភ្លឺប៉ុណ្ណឹងហើយបន្តមកតាក់ទងមួយកន្លែង white balance នេះ white balance នេះបើសិនអ្នកនរគ្នាចង់ផ្លាស់ប្ដូរ mood ពណ៌ហ្នឹងណាចង់ទៅអីផ្សេងអ្នកនរគ្នាអាចធ្វើការផ្លាស់ប្ដូរបានចូលមកកន្លែង note white balance នេះមកហើយយើងអាចធ្វើការទាញយើងចង់បានរៀងក្រហមឬក៏មិនអីចឹងណាអញ្ចឹងវាអាស្រ័យលើការចង់បានអ្នកនរគ្នាដែរខ្ញុំចង់បានប៉ុណ្ណឹងអូខេវារៀង blue តិចចឹងណាអញ្ចឹងខ្ញុំចង់ថែម exposure តិចទៀតអូខេអញ្ចឹងកន្លែងនេះគឺយើងបាន color បានប៉ុណ្ណេះអញ្ចឹងឥឡូវយើងសាកបិទមើលពីនេះទៅជាចេះអូខេតបមកទៀតកន្លែង color space transform out គឺយើងមិនបាច់ផ្លាស់ប្ដូរវាទេដោយសារវា set រៀងស្រាប់ហើយចូលមកដល់កន្លែងកូដាក់កន្លែងឡាត់របស់យើងនេះអូអ្នកនរនេះចង់បែកញើសកន្លែងឡាត់នេះយើងចូលទៅមើលខាងក្នុងហ្នឹងទៅវាមាន3ឡាត់អញ្ចឹងខ្ញុំសាកបិទសិនខ្ញុំសាកបិទឡាត់នេះមួយអញ្ចឹងវាចេញវាចេះហើយបើយើងចង់ឆ្លាញ់ឡាត់ផ្សេងទៀតយើងអាចបើកមកតាមចិត្តចង់វាមាន3ជម្រើសខ្ញុំនឹង select ថាមួយណាដែលខ្ញុំពេញចិត្តជាងអញ្ចឹងខ្ញុំពេញចិត្តអាទី1ដដែលអញ្ចឹងដូរមកនេះដដែល
ហើយបន្តមកទៀតចូលមកដល់កន្លែង contrast កន្លែង contrast នេះខ្ញុំគិតថាវា contrast រៀងខ្លាំងណាស់ហើយអ្នកនរគ្នាអញ្ចឹងខ្ញុំគិតថាដូចជាមិនចាំបាច់ទេចឹងមកវិញដដែលអញ្ចឹងប៉ុណ្្នឹងទេអ្នកនរគ្នាហើយកន្លែងផ្សេងទៀតដូចជាកន្លែង green នេះដោយសារតែខាងក្រោយរបស់ខ្ញុំវាអត់មាន green អត់មានអីទេអញ្ចឹងវាអាច change អីខ្លាំងទេអញ្ចឹងអ្នកនរគ្នាដោយសារតែបន្ទប់នេះគឺអត់មានដើមឈើអីច្រើនទេអញ្ចឹងដូចជាមិនជាបញ្ហាទេហើយតែធំមួយកន្លែង grand ដោយសារតែខ្ញុំប្រើ free version អញ្ចឹងខ្ញុំបើកទៅគឺវាជាប់ license អញ្ចឹងប្រើអត់កើតទេអញ្ចឹងខ្ញុំបិទវិញដដែលអញ្ចឹង glow ខ្ញុំបើកមកអូខេកន្លែង denoise នេះក៏វាមានតែ license ដែរបើ free version អត់មានទេអញ្ចឹងខ្ញុំបិទដដែលលើសាក play មួយសិនយ៉ាអូខេទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយប្រសិនបើអ្នកនរគ្នាចង់បាន power grade ហ្នឹងយកទៅប្រើប្រាស់កុំភ្លេចឆាតមកខ្ញុំមកខ្ញុំនឹងផ្ញើនឹងជូនអូខេបាយបាយជួបគ្នានៅវីដេអូក្រោយ